ប្រុសណាដែលចង់បានជាប្រុសទៅគ្រប់ជាតិលុះត្រាណាតែត្រូវវាបងប្រពន្ធរបស់អ្នកដតីចំណែកស្ត្រីណាដែលចង់បានជាបរោះត្រូវតែគោរពស្វាមីដូចជាស្ត្រីទេពអប្សរគោរពចំពោះព្រះឥន្ទដូច្នោះឯងនៅក្នុងសេចក្តីនេះចង់លើកឡើងនៅក្នុងមហានិរតជាដកដែលតេតងជាមួយនឹងព្រះនាងរុចាដែលជាតួអង្គរបស់ព្រះអានន្ទនឹងធ្លាប់បានប្រព្រឹត្តខុសគឺនៅក្នុងកាមេសុមិច្ឆាចារាគឺបានប្រព្រឹត្តខុសជាមួយនឹងប្រពន្ធរបស់អ្នកដតីអញ្ចឹងបើយើងគិតនៅក្នុងសិក្ខាបទហ្នឹងគឺដាច់កាមេសុមិច្ឆាចារាពេលដែលដាច់ក្នុងសិក្ខាបទមួយហ្នឹងក្នុងបណ្ដាសិល5ព្រោះថ្ងៃនេះក៏ជាថ្ងៃសិលផងដែរវាធ្វើឲ្យមានទុក្ខទោសដល់នៅសេចក្តីលំបាកត្រូវធ្លាក់ទៅក្នុងនរកសេសលវិបាកនៃកម្មនោះក៏បានទៅកើតនៅក្នុងកំណើតដូចជាសត្វពពែក្តីកើតជាសត្វគោក្តីកើតជាសត្វស្វាក្តីហ្នឹងគឺថាត្រូវបុគ្គលដតីហ្នឹងមានការខំនៅអន្តៈរបស់ខ្លួនហ្នឹងឲ្យដល់នៅសេចក្តីវិនិច្ឆ័យទៅហើយក៏កើតជាសត្វគោសត្វអីហ្នឹងត្រូវគេគ្រាវដល់នៅសេចក្តីទុក្ខលំបាកនៅក្នុងសេចក្តីនៃមហានិរតជាដកនេះចង់លើកឡើងថាបុគ្គលណាដែលប្រព្រឹត្តខុសនៅក្នុងសិក្ខាបទមួយហ្នឹងគឺសិក្ខាបទកាមេមានសេចក្តីទុក្ខទោសដល់ក្រៃលែងប្រសិនបើថាបានអត្តភាពបច្ចុប្បន្ននេះជាបរោះនៅក្នុងធម៌លោកលើកឡើងថាតើក្នុងភាពជាបរោះនិងស្ត្រីពីរហ្នឹងមួយណាមានបុណ្យជាងភាពជាបរោះគឺជាអ្នកមានបុណ្យជាងភាពជាស្ត្រីគេហៅថាដោយកុសលនោះវាមានសភាពទប់ពលមិនសូវមានបុណ្យប៉ុន្តែប្រសិនបើថាបច្ចុប្បន្ននេះគាត់បានភាពជាបរោះហើយអញ្ចឹងគាត់ប្រាថ្នាចង់ឲ្យបានជាបរោះទៅគ្រប់ជាតិបើចង់បានប្រុសគ្រប់ជាតិត្រូវតែវាបងប្រពន្ធរបស់អ្នកដតីនឹងពនាងរុចាផ្ដាំមកអញ្ចឹងតួអង្គព្រះអានន្ទថាបើសិនជាបរោះហ្នឹងគាត់ចង់បានភាពជាបរោះហ្នឹងទៅគ្រប់ជាតិអាហ្នឹងត្រូវតែវាបងប្រពន្ធអ្នកដតីកុំទៅប្រព្រឹត្តខុសឬក៏កូនអ្នកដតីហ្នឹងណាប៉ុន្តែបើសិនជាស្ត្រីវិញថាបើគាត់ចង់ដូរអត្តភាពពីស្ត្រីទៅជាបរោះអានឹងត្រូវតែគោរពស្វាមីត្រូវតែមានវត្តបដិបត្តិគោរពជាមួយស្វាមីនឹងប្រៀបដូចជាស្ត្រីទេពអប្សរគោរពនៅព្រះឥន្ទដូច្នោះឯងនៅក្នុងសេចក្តីហ្នឹងហេតុអីបានថាភាពជាបរោះនឹងយ៉ាងនេះមួយភាពជាស្ត្រីយ៉ាងនោះមួយបើយើងគិតអំពីសេចក្តីទុក្ខរវាងបរោះនិងស្ត្រីញាតិញោមខ្លះគាត់គិតថាបរោះមានសេចក្តីស្រួលជាងដោយសារមានរោគខ្លះគឺស្ត្រីនឹងឯងគាត់ជាអ្នកកើតឬក៏ដូចជាការពោពោះឬក៏ទុក្ខលំបាកផ្សេងដែលត្រូវបរិយាយហ្នឹងគឺថាភាពជាស្ត្រីមានទុក្ខច្រើនជាងបរោះអញ្ចឹងហើយបានជាថាពេលខ្លះខំធ្វើបុណ្យកុសលនឹងប្រាថ្នាបានជាបរោះឬក៏ថាបានបួសជាដើមនេះក៏ជាសេចក្តីប្រាថ្នាមួយរបស់ញាតិញោមដែលជាស្ត្រីផងដែរបើយើងគិតមើលទៅថាភាពជាបរោះក៏បានភាពជាស្ត្រីក៏បានប៉ុន្តែនៅក្នុងសេចក្តីនៃពធលោកលើកឡើងថាភាពជាបរោះមានបុណ្យច្រើនជាងអញ្ចឹងបើសិនជាញាតិញោមជាស្ត្រីណាចង់បានបួសចង់បានអីអញ្ចឹងទៅតតែធ្វើបុណ្យកុសលនឹងមិនមែនថាយើងប្រាថ្នាតែម្យ៉ាងដើម្បីភាពជាបរោះភាពជាអីទេប៉ុន្តែយើងប្រាថ្នាដើម្បីរួចចាកសេចក្តីទុក្ខទៅបើសិនជាថាកុសលនឹងវាចេះចាត់ចែងឲ្យបានភាពជាបរោះអញ្ចឹងទៅក៏ជាការប្រសើរមួយទៀតភាពជាបរោះដែលថាមានតម្លៃអាចជាឧត្តមភេទបានអាចបួសបានអាចជាប្រពុតបានជាស្ដេចចក្រពត្តិបាននេះក៏គប្បីថាត្រូវចេះរក្សានៅភាពជាបរោះរបស់ខ្លួនកុំឲ្យថាប្រព្រឹត្តនេះប្រព្រឹត្តនោះចឹងទៅដោយមិនបានគិតមិនបានពិចារណាឬក៏ថាសំបីតែសិលមិនមានផងអានឹងពេលខ្លះបើយើងគិតនៅក្នុងបច្ចុប្បន្នថាពេលខ្លះអន់ជាងស្ត្រីក៏មានដែរភាពជាស្ត្រីល្អប្រសើរជាងក៏មានអានឹងបើថាវាតកតងជាមួយកម្មពីអតីតមួយប៉ុន្តែបើយើងគិតអំពីបច្ចុប្បន្នពេលខ្លះភាពជាស្ត្រីនឹងបែរទៅជាប្រសើរជាងបរោះក៏មានដោយការងារដោយការព្យាយាមដោយការធ្វើកិច្ចការងារធំប្រសើរជាងបរោះក៏មានពេលខ្លះបរោះហ្នឹងគាត់បានន័យថាគាត់ជាមនុស្សប្រុសហើយប៉ុន្តែលេះលោះអីចឹងណាมันស្មើជាមួយនឹងស្ត្រីក៏មានអានេះបើយើងគិតថាពីអតីតបុណ្យកុសលរបស់គាត់ប្រសើរជាងហើយប៉ុន្តែប្រយោគបច្ចុប្បន្ននេះតតែមានសេចក្តីប្រឹងប្រែងដែរអញ្ចឹងសរុបនៅក្នុងសេចក្តីនឹងថាប្រសិនបើបរោះនឹងរក្សាភាពរបស់ខ្លួននឹងតទៅមុខទៀតត្រូវវាចាកកាមេសុមិច្ឆាចារាចំណែកស្ត្រីដែលគាត់ចង់បានភាពជាបរោះម្ដងដូរភេទលុះត្រាណាតែមានការគោរពស្វាមីរបស់ខ្លួនដូចជាស្ត្រីទេពអប្សរគោរពព្រះឥន្ទដូច្នោះឯងសូមអនុមោទនា